ជំរាបសួរនិងសួស្តីអ្នកទាំងអស់គ្នាតើអ្នកទាំងអស់គ្នាធ្លាប់គិតដែរឬទេថាខ្លួនឯងធ្លាប់មានក្តីសម័យមួយចង់ទៅសិក្សានៅក្រៅប្រទេសហើយជាដំបូងនាងខ្ញុំសូមជម្រាបសួរទ្រង់ឯកឧត្តមលោកជំទាវលោកស្រីបងប្អូនទាំងអស់គ្នានិងជាពិសេសនិស្សិតទាំងអស់ដែលកំពុងតែសិក្សានៅសាកលវិទ្យាល័យជាតិបាត់ដំបងជាទីគោរពរាប់អាននាងខ្ញុំឈ្មោះចិនសុគន្ធផល្លាជានិស្សិតនៃសាកលវិទ្យាល័យជាតិបាត់ដំបងក្នុងឆ្នាំសិក្សា2025សប្តាហ៍ថ្ងៃនេះនាងខ្ញុំកំពុងតែសិក្សាថ្នាក់អនុបណ្ឌិតជំនាញគ្រប់គ្រងធុរកិច្ចឯកទេសសហគ្រិនភាពនិងនវានុវត្តន៍នាងខ្ញុំពិតជាមានកិត្តិយសនិងមានសេចក្តីសោមនស្សរីករាយខ្លាំងណាស់ដែលនាងខ្ញុំទទួលបានឱកាសអាហារូបករណ៍ Erasmus សម្រាប់ការផ្លាស់ប្ដូរការសិក្សារបស់នាងខ្ញុំរយៈពេល5ខែនៅសាកលវិទ្យាល័យ Calabria នៃប្រទេសអ៊ីតាលីបាយមិនរបស់គេអ្វីដែលសំខាន់គឺនិស្សិតទាំងអស់គ្នាត្រូវតែមាន transit មានន័យថាប្រតិបត្តិបន្ទុករបស់និស្សិតទាំងអស់គ្នា GPA 3.5 ខិតឆ្លងដែនដែលមានសុពលភាពដ៏ល្អបាច់មាន IELTS ទេប៉ុន្តែត្រូវគិតថានិស្សិតទាំងអស់គ្នាមានជំនាញភាសាអង់គ្លេសដ៏ល្អឈ្មោះនឹងការជ្រើសរើសនេះនិស្សិតអាចដាក់ពាក្យ apply នៅ scholarship មួយនេះនៅសាកលវិទ្យាល័យការសរសេរទីអានទី3គឺ grammar មានន័យថាវេយ្យាករណ៍អញ្ចឹងនិស្សិតទាំងអស់គ្នាត្រូវតែត្រៀមទាំង3នឹងពីព្រោះអីទាំង3នេះវាពិតជាសំខាន់មែនទែនសម្រាប់និស្សិតទាំងអស់គ្នាការប្រកាសលទ្ធផលយើងរងចាំ2សប្តាហ៍អញ្ចឹងនៅពេលដែលយើងប្រឡងហើយ2សប្តាហ៍ក្រោយខាងសាលានឹងតាក់ទងទៅនិស្សិតទាំងអស់ចំពោះបេក្ខជនណាដែលជាប់ហើយនឹងត្រូវជ្រើសរើសទៅសិក្សានៅក្រៅប្រទេសអញ្ចឹងខាងសាលានឹងបញ្ជូនឈ្មោះរបស់យើងនឹងទៅខាងដៃគូរបស់សាលាយើងដើម្បីឲ្យគេនឹងបានជ្រើសរើសឈ្មោះរបស់យើងនឹងទៅសិក្សានៅក្រៅប្រទេសមួយវិញទៀតវាជាចំណុចមួយដែលពិសេសសម្រាប់បងប្អូនទាំងអស់គ្នាគឺបងប្អូនទាំងអស់គ្នាអាចអភិវឌ្ឍភាសារបស់បងប្អូនដើម្បីបងប្អូនបានមានទំនាក់ទំនងល្អជាមួយនឹងអ្នកដទៃហើយមួយវិញទៀតបងប្អូនអាចសិក្សានៅក្រៅប្រទេសបងប្អូនអាចយល់ច្រើនអំពីបរិបទនៃការរស់នៅរបស់គេអំពីការសិក្សារបស់គេអំពី culture របស់គេអញ្ចឹងវាជាឱកាសល្អមែនទែនសម្រាប់បងប្អូនទាំងអស់គ្នាក្រោយនាងខ្ញុំសូមគោរពអរគុណដល់ឯកឧត្តមសាលាក្រោយបរិញ្ញាបត្រនិងការិយាល័យទំនាក់ទំនងអន្តរជាតិនៃសាកលវិទ្យាល័យជាតិបាត់ដំបងដែលបានផ្ដល់ឱកាសដ៏មានតម្លៃមួយនេះដល់និស្សិតគ្រប់រូបនៅសាកលវិទ្យាល័យដើម្បីទទួលបានបទពិសោធន៍និងចំណេះដឹងដល់វិស័យភាសានេះសូមជូនពរឲ្យបងប្អូននិស្សិតដែលមានក្តីស្រមៃទៅសិក្សានៅក្រៅប្រទេសសូមជឿជាក់លើខ្លួនឯងហើយកុំបោះបង់ក្តីស្រមៃរបស់ខ្លួនឯងឡើយហើយអ្វីដែលសំខាន់សូមឲ្យបងប្អូនទាំងអស់គ្នានៅតែបន្តអភិវឌ្ឍចំណេះដឹងរបស់ខ្លួនឯងហើយត្រូវចាំថាគ្រប់ការទាំងអស់គ្មានការអ្វីដែលបងប្អូនមិនអាចធ្វើបាននោះទេឲ្យតែបងប្អូនខិតខំប្រឹងប្រែងនិងតស៊ូនិងពុះពៀគ្រប់ឧបសគ្គទាំងអស់